នេះគឺជាវីដេអូ highlight ទាំងស្រុងមកនៃការប្រកួតជើងទី1នៃពេលតំបន់សម្រាប់មហាសេនាបតីនាយកហ៊ុនសែនថ្នាក់ជាតិបាទរវាងបាត់ដំបង United បាទជាមួយនឹងប្រកាន់រាជស្វាយរៀងយើងឃើញថាក្របបាល់កើតឡើងរហូតដល់7គ្រាប់នៅក្នុងការប្រកួតថ្ងៃនេះឱកាសដំបូងកន្លងនេះតាំងពីសីបាទដតស្ដាំបុកបង្គោលទីខាងក្រោយមិនមានសំណាងនោះទេបាទកន្លងនេះសវណ្ណដូណាបញ្ជូនឲ្យមុនរតនៈកាត់បាល់ចូលមកខាងក្នុងក៏ទះឆ្វេងពីស៊ឹកបារាំងរកបាំងក្របបាល់បញ្ចូលទីដំបូងបាទ1-0ឲ្យប្រកាន់រាជស្វាយរៀងពីការកាត់បាល់បានល្អរបស់មុនរតនៈទះឆ្វេងរបស់ស៊ឹកបារាំងបានយ៉ាងស្អាតផងដែរកន្លែងនេះដូណាទៅខ្លួនឯងបាទទាញចូលក្នុងហើយក៏កាត់បាល់ចូលមកខាងក្នុងទះពីនរងកាកដាក៏ជួយបានពីផនវណ្ណៈឱកាសកន្លែងនេះរបស់នងវិលិចបាទវិលិចបាទទាត់ឆ្វេងបាទប៉ុន្តែជួយបានបាទពីសង្ហាំងខុនតែនេះការបញ្ជូនបាល់ចោះទៅទាញមិនផុតបាទពីនងវិលិចយកបានពីចន្ទធាកាហើយក៏រុញឲ្យមុនរតនៈក៏កាត់បាល់ចូលមកខាងក្នុងតែមួយក្បាលរបស់សវណ្ណដូណារកបានក្របបាល់របស់គេឲ្យប្រកាន់រាជស្វាយរៀងនាំមុខ2-0កាត់បាល់ចូលមកខាងក្នុងកន្លែងនេះក៏ថែមជើងស្ដាំពីចន្ទធាកាជួយបានបាទពីអ្នកចាំទីផនវណ្ណៈកន្លែងនេះបាទនងវិលិចបាទទះស្ដាំជួយបានពីអ្នកចាំខ្សែការពាររុញទៅកន្លែងនេះទាញពីសវណ្ណដូណាក៏បានបាល់ពេលទាំងទីរ៉ាប់រងដោយបាទគឺនងវិលិចទាត់ស្ដាំបាញ់ល្អបាទបញ្ចូលទីតែម្ដងកន្លែងនេះបាទនងវិលិចបាទយើងឃើញថារកបានក្របបាល់បាទតាមពីក្រោយ1-2ឱកាសទៅកន្លែងនេះសវណ្ណដូណាទៅខ្លួនឯងកឹបដាច់ផុតពីហើយក៏បញ្ជូនចោះមកនៅរងកាកដាឲ្យបាទទៀតហើយក៏ទាត់ស្ដាំពីបាទសវណ្ណដូណារកបានក្របបាល់ទី2របស់ខ្លួនបាទល្អមែនតើការកាត់បាល់ហើយក៏ទាត់ស្ដាំបានយ៉ាងល្អតែម្ដងបាទកន្លែងនេះការបញ្ជូនបាល់ទៅវែងហើយក៏ជះមកលោតបាទផ្ងាក្រោយហើយក៏ទាត់បាទពីនរងកាកដាក៏ហើររំលងរបស់ទីកន្លែងនេះការបាទទៅពីនរងកាកដាកឹបហើយក៏កាត់បាល់ចូលមកខាងក្នុងបាទក៏តែតមួយក្បាលពីសៀងចន្ទធារកបានក្របបាល់ដំបូងរបស់ខ្លួននៅក្នុងការប្រកួតនេះបាទឲ្យប្រកាន់រាជស្វាយរៀងក៏ដូចជាក្របបាល់ដំបូងរបស់គេឲ្យប្រកាន់រាជស្វាយរៀងនៅក្នុងរដូវកាលនេះផងដែរឱកាសទៅកន្លែងនេះបាទជាបន្តទៀតបាទពីបាទប្រកាន់រាជស្វាយរៀងបាទចាប់បាល់ផ្លោះស្នៀតពីផនវណ្ណៈកន្លែងនេះជូសន្តិបញ្ជូនមកហើយក៏ចាប់បាល់ផ្លាត់បាទពីផនវណ្ណៈបាទសៀងចន្ទធាកន្លែងនេះបាទទាញផុតទៅហើយក៏ទាត់ស្ដាំជួយបានពីយ៉នធីរ៉ាត់បាទចាប់បាល់ជាប់ពីផនវណ្ណៈដដែលកន្លែងនេះការទាត់ស្ដាំរបស់មុនរតនៈក៏ជះបាល់បាទចេញទៅខាងក្រៅពីផនវណ្ណៈការទាត់បាល់សេតភីកន្លែងនេះល្អមែនទែនបាទរតនៈបញ្ជូនឲ្យចន្ទធាឲ្យជួយសន្តិចន្ទបាទបញ្ជូនឲ្យចន្ទធាក៏ទាត់ស្ដាំបញ្ចូលទីតែម្ដងរកបានក្របបាល់បញ្ចូលទីបានយ៉ាងល្អឱកាសទៅកន្លែងនេះរបស់នងវិលិចបាទដាក់លបឿនទៅលឿនមែនតើក៏ទាញផុតពីរូបហើយក៏ទាត់ស្ដាំប៉ុន្តែបើហើយជាហើររំលងរបស់ទីបាទសោកស្ដាយមែនតើឱកាសទៅកន្លែងនេះរបស់រៀមពៅរកបានក្របបាល់ដំបូងរបស់យ៉នដុល្លារពីការបញ្ជូនរបស់រៀមពៅបានយ៉ាងស្អាតហើយក៏ទះស្ដាំបញ្ចូលទីបានយ៉ាងល្អក្របបាល់បញ្ចូលទីរបស់យ៉នដុល្លារជាក្របបាល់តាមពីក្រោយបាទ2-5លោកញ៉ាកដាក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតទាំង